Good morning អ្នកទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំធ្វើការធ្វើដំណើរទៅរាជធានីភ្នំពេញហើយខ្ញុំជ្រើសរើសជាឡានវិរៈបនថាងភាសាខ្ញុំឃើញថាគេបរិស្ថានខាងនៅទីនេះស្អាតណាស់អ្នកទាំងអស់គ្នាហើយនេះនៅពេលយើងឡើងឡានយើងនឹងទទួលបានទឹកសុទ្ធម្នាក់ម្ដង free ហើយខ្ញុំដល់ពេញហ្នឹងគឺនេះគឺកម្មវិធីយើងសម្រាប់ស្អែកនេះដែលខ្ញុំមកនេះគឺរយៈពេល2ថ្ងៃគឺថ្ងៃទី4និងទី5ហើយនេះគឺជាកន្លែងដែលយើងនឹងត្រូវប្រារព្ធកម្មវិធីនៅព្រឹកស្អែកអញ្ចឹងខ្ញុំចូលនេះគឺចូលស្ដាប់មិនថាគាត់និយាយហើយនេះគឺជាក្រុមការងារទាំងអស់ដែលកាត់ចូលរួមរៀបចំកម្មវិធីនៅព្រឹកស្អែកចុះឡើងយើងក៏ទៅញ៉ាំបីហើយជិះម៉ូតូទៅវត្តស្រីបានជួបមិត្តភក្តិថ្មីយើងដើរជុំគ្នាដើរទៅវត្តស្រីអីចឹងទៅណាមកដល់វត្តស្រីហ្នឹងគឺមានមនុស្សជាច្រើនគាត់លក់ដឹងលក់អីខ្លះឃើញច្រើនមែនទេហើយសប្បាយនៅពេលបានមកឃើញវត្តស្រីតែមួយរសាអត់ដែរមកដូចគេថាមេមនុស្សច្រើនណាលោតព្រើដើរមកតែមិនអត់ឃើញតែក៏សប្បាយចិត្តបានឃើញតារាហើយប្រកឡើងយើងក៏ងើបមកទៅមកភ្នាក់តិនហើយដំបូលសន្តាគារហើយក៏ចង់មកញ៉ាំបាយពេលព្រឹករួចហើយក៏វាចង់ខ្លួនដើម្បីទៅកន្លែងកម្មវិធីផលយើងមកដល់ហើយគឺយើងធ្វើកម្មវិធីនៅកោះពេជ្រចឹងយើងធ្វើដំណើរទៅទាំងអស់គ្នាតាមមានសកម្មភាពអីគេនៅខាងក្នុងហ្នឹងនេះគឺជាកន្លែងដែលគេពហុកន្លែងដែលយើងប្រកបកម្មវិធីសិក្ខាសាលានេះក៏ដូចជាប៉ុននេះគឺវាមិនឈានដល់កោះពេជ្រពួកខ្ញុំគឺអ្នកទីនជាមិត្តថ្មីកំពុងធ្វើការឡើងទៅលើតែមកដល់បានជួបមិត្តភ័ក្តិហើយក៏ធ្វើការអត់ចោះវត្តមានក៏លេងចាប់កាដូយករង្វាន់ហើយនេះចូលដល់កម្មវិធីរបស់យើងខ្ញុំកំពុងអង្គុយស្ដាប់ក៏ដូចជាមើលវីដេអូដែលគេណែនាំអំពីធម្មពលស្អាតហើយមកស្ទូក្រាមមិនparticipant ក៏មកចូលរួមរួចហើយក៏ថ្ងៃឡើងយើងក៏ទៅញ៉ាំបាយជុំគ្នាជាមួយមិត្តភ័ក្តិនេះមិត្តភ័ក្តិបងខ្ញុំដែលតែស្គាល់គ្នាទេហើយកន្លែងហាងមួយនេះខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាបើសិនជាតាមពេញសង្គមព្រឹកទៅគឺនៅហ្នឹងមានអាហារច្រើនប្រភេទហើយតម្លៃសមរម្យជាពិសេសគឺពិសេសទៅលើបរិស្ថានអេកូឡូស៊ីមកសំបីតែទីតាំងផកគាត់ធ្វើនឹងអត់មានប្លាស្ទិកទេចាំអារម្មណ៍ជាងគេទូនេះហ្មងហើយមូលហេតុដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាជ្រើសរើសយកវិរៈបន្ថែមមើលទីតាំងផកគេធំទូលំទូលាយហើយស្អាតទៀតហើយតម្លៃក៏សមរម្យហើយអ្នកទាំងអស់គ្នាក៏បានគយគន់មើលហើយត្រេកអីចឹងទៅហើយលេខអ្នកទាំងអស់គ្នាបានឃើញហើយលេខក្រុមហ៊ុនវិរៈបន្ថែមគេគូមែនទែនចំពោះអតិថិជនមើលសំបីតែកន្លែងចោះញ៉ាំអីក៏មានផាសុខភាពស្រស់ស្អាតផងដែរតែទាំងអស់គ្នាអាចមកបានហើយនៅទីនេះមានទាំងម៉ានមានទាំងបន្ទប់ទឹកហើយមើលសំបីកន្លែងចំណតដូចចន្ទរបស់គេក៏មានស្រស់ស្អាត
ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងចឹងអរគុណច្រើនសូមអ្នកទាំងអស់គ្នាកុំភ្លេចចូល like ហើយក៏ដូចជាបេះដូងអញ្ចឹងច្រើនអរគុណ